ខ្ញុំម្ចាស់ទូព្រះបង្គំទាំងអស់គ្នាសូមលំអោនកាយក្រាបថ្វាយបង្គំព្រះក្រាណាជាអង្គម្ចាស់ជីវិតដំកល់លើត្បូងសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំម្ចាស់ទូព្រះបង្គំទាំងអស់គ្នាសូមលំអោនកាយក្រាបថ្វាយបង្គំសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពសម្ដេចប្រធានថ្នាក់ដឹកនាំកម្ពុជារបស់ជាតិរួមមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសូមគោរពសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីស្ត្រីទី1កម្ពុជាសូមលំអោនកាយក្រាបថ្វាយបង្គំនិងសូមគោរពជម្រាបសួរសម្ដេចព្រះអង្គម្ចាស់ស្ត្រីទ្រង់ឯកឧត្តមលោកអ្នកអង្គញាលោកជំទាវលោកស្រីអ្នកនាងកញ្ញាជាទីគោរពនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុរសករាជ2570ត្រូវនឹងគ្រិស្តសករាជ2026ទេវតាព្រះនាមរាជក្សាទេវីដែលជាបុត្រីទី3របស់កបិលមហាព្រហ្មសមាគមទូរទស្សន៍កម្ពុជាបានរៀបចំនៅសិល្បៈបុរាណសម័យជាច្រើនទម្រង់និងជាពិសេសក៏មានការអញ្ជើញចូលរួមពីវីរៈសិល្បករសិល្បករនីពិធីករនីដែលអញ្ជើញមកពីទូរទស្សន៍វិទ្យុរដ្ឋនិងឯកជនជាច្រើនកកផងដែរជាការពិតណាស់នៅក្នុងប្រយាកាសនៃការចូលរួមអបអរសាទរនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រជាពលរដ្ឋកម្ពុជាបានរៀបចំផ្ទះសម្បែងដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីដែលធ្វើឲ្យពិធីបុណ្យប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជារបស់យើងប្រព្រឹត្តទៅបាននោះគឺដោយសារតែកិច្ចខិតខំប្រឹងប្រែងមិនអាចកាត់ថ្លៃបានរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងបច្ចុប្បន្ននេះនៅក្នុងនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងការលះបង់គ្រប់បែបយ៉ាងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតគឺបានធ្វើឲ្យប្រទេសជាតិកម្ពុជារបស់យើងមានការអភិវឌ្ឍឥតឈប់ឈរប្រទេសមានសុខសន្តិភាពប្រជាពលរដ្ឋរស់នៅដោយសុខសេមសាន្តនៅក្នុងបរិបទនៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាប្រមុខរដ្ឋាភិបាលកម្ពុជាគឺបានប្រកាន់ខ្ជាប់នៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិគោលជំហរដ៏តឹងរ៉ឹងនេះគឺបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសនិងនៅឯក្រៅប្រទេសគឺបានគាំទ្រយ៉ាងពេញទំហឹងយើងនិយាយអំពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាគឺយើងខ្ញុំទាំងអស់គ្នានៅទីនេះក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេសគឺបានដឹងគុណមិនអាចកាត់ថ្លៃបាននៅវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិនិងមាតុភូមិកម្ពុជាទ្រទស្សនិកជនជាទីគោរពជាកិច្ចបើកកម្មវិធីក្នុងទំព័រឆ្នាំថ្មីនេះយើងខ្ញុំក៏សូមគោរពអញ្ជើញទ្រទស្សនិកជនស្ដេចយាងតូតនិងទស្សនានៅរបាំជូនពរដែលនាំមកនូវសេចក្តីសុខសុភមង្គលចម្រុងចម្រើននៅក្នុងឆ្នាំនេះលំដាប់តទៅនេះខ្ញុំម្ចាស់ទូព្រះបង្គំទាំងអស់គ្នាសូមលំអោនកាយក្រាបថ្វាយបង្គំស្ដេចយាងតូតនិងទស្សនាដូចតទៅ
អ
បាទមានសួរ ជំរាបសួរបងជីវ៉ាជំរាបសួរបាទមានសួរពុកម៉ែបងប្អូនសិល្បករយើងបាទសួរ សប្បាយទេ បាទថ្ងៃនេះស្លៀកពាក់ស្អាតស្អាតគ្រប់គ្នាណា ភាសាអីថ្ងៃនេះគឺជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងហើយជាពិសេសសិល្បករបាទសិល្បករនីគឺតែងតែស្លៀកពាក់ជាមួយនឹងឈុតប្រពៃណីខ្មែរយើងស្រស់ស្អាតមែនតើបាទ អញ្ចឹងថ្ងៃនេះស្ថានីយ៍ទូរទស្សន៍យើងនេះមានកម្មវិធីអ្វីប្លែកៗដើម្បីកំដរអារម្មណ៍ដល់ទូរទស្សនិកជនកូន បាទបងទូចក៏ដូចជាបងអូនបញ្ញាសិទ្ធថ្ងៃនេះគឺជាថ្ងៃដើម្បីអបអរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570 សមាគមទូរទស្សន៍កម្ពុជាមានផ្ទាំងទស្សនីយភាពជាច្រើនដើម្បីបង្ហាញជូនដល់លោកលោកស្រីអ្នកកញ្ញាដែលជាប្រជាពលរដ្ឋដែលកំពុងទៅទស្សនានៅតាមគេហដ្ឋានបាទ មានរបាំអីខ្លះទៅអូនរបាំអីខ្លះទៅបាទថ្ងៃនេះគឺថាត្រៀមច្រើនមែនតើប៉ុន្តែសម្រាប់ខាងក្រោយសិល្បកររបស់យើងនេះកំពុងតែត្រៀមជាមួយនឹងរបាំបាទគួរអង្រែបាទបងប្អូនសិល្បៈយើងចេះរាំហ៎បាទចេះរាំហ៎ចេះរាំអត់មកបងប្អូនសិល្បករណាចេះរាំចេះខ្លះ សាតិចមើល បងជីវ៉ាចង់ឲ្យលក្ខណៈដូចថាគាត់ជាតារាចម្រៀងតារាសម្ដែងគាត់ចេះរាំពូនរៃចេះតែដៃជូនលក្ខណៈមួយបាទដៃមួយសុំតែដៃមួយឥឡូវសាកលបងតោះឥឡូវសាកលបងតោះខ្ញុំរាប់ជូនណា1 2 3 1 2 4 1 2 3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  4 1 2
โอ้โห បាទ តែឡើង បាទ ឡើងឥឡូវមើលសិល្បៈជើងចាស់យើងវិញ បាទ 1 ខាងណា 2 បាទ 3 ខាងណាខាងណាបាទ 4 1 2 3 4 អូម៉ាលីហ្សូនអាហ្នឹងម៉ាលីហ្សូន ជើងសិល្បៈអានឹងម៉ាឌីហ្សូនទេ ម៉ាឌីហ្សូនទេ អូ បាទ សំប៉ូលីដាសំប៉ូលីដា តែដៃជូនបងសំប៉ូលីដាមួយ បាទ អូហូបាទជំរាបសួ អូ រ ន ប លោត ង បកែកូនលោតបកែ ចូលដល់ឆ្នាំអាមីនមិនទាន់ទៅទៀតបងណា គុំទៅណាបងយើ អត់ទេមិនទាន់ជើងទៅស្រុកគេឃើញសិល្បករយើងគាត់ជើងទៅច្រៀងស្រុកគេច្រើនបងនៅតែស្រុកខ្មែរយើងហ៎ អ បាទ ត់ទេមិនកូនច្រឡំស្មាកូនទៅជាដី បាទអរសូមជើងបងរួមមើលបាទ បាទ អ លោតបានអត់លោតបានអត់ លោតបាន លោតបានអត់តែ លោតមួយ 1 2 3 10 ឆ្នាំមុនអូខេ បាទតែ10ឆ្នាំនេះ មានអចេះទេ អូ វើលម៉ែវើល បាទ បងជីវ៉ាឲ្យគាត់ទៅណា ឥឡូវចេះ ឥឡូវគាត់ទៅណា បើគាត់រាប់មកកើតអញ្ចឹងឲ្យគាត់ទៅវត្តទៅចាអត់ទេទៅវត្តថ្ងៃនេះគេរំលេងបន្តពីយើងចប់ទីយើងរំលេងនៅវត្តទៀតបាទ នៅណាបង គេបង សុន្ទរីម៉ូនីកា អូបងសុនរីអត់តែដៃជូនបងសុនរីម៉ូនីកាមួយ បាទ អូតសាបាទសមាគមទូទស្សន៍កម្ពុជាបាទថ្ងៃនេះអញ្ជើញមកអស់ហើយតារាជើងចាស់បាទរៀបលេខ លបាំអីក៏ចេះដែររំស្មាក៏ចេះដែរ អរសំជ័យបង្ការ បាទតោះ លបាំអីគេ លបាំគេដែរ ចង់បានលបាំអីលើយក លបាំ បានវិញ គង់រ៉េអត់ទេ លបាំគង់រ៉េ គង់រ៉េបើជើងខ្ពស់ពេកខ្លាចកន្លាច់ជើ អូ ង បងអញ្ចឹងអរគុណច្រើនបងសុំជើញទៅកាន់ទីកន្លែងតែដៃជូនគាត់វិញ អរគុណបាទ លោកស្រីអ្នកកញ្ញាបងប្អូនទូរទស្សនិកជនជាទីគោរពសូមអញ្ជើញរីករាយទស្សនារបាំគង់រ៉េដូចតទៅ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ជនកម្ពុជារួចផុតវេទនាបានមកជួបជុំអើយរួងនៅសង្កដុំភារាំងដ៏ធំដីស្រែមិនផ្លិចអណាបកបែនប្រមូលយកស្រូវដាំងចូលជង្រុករួចស្រេចអីលើថ្ងៃលិចក្រោមខែភ្លឺភ្លេងរំលេងកំសាន្តឯណាឥឡូវឲ្យថ្ងៃលិចក្រោមខែភ្លឺភ្លេងរំលេងកំសាន្តណៅហូយយាបើយើងពីសំឡេងសាធារណៈហើយឲ្យកៅអួនកម្ពស់ចុងថ្នោតណាអាមិនអីចោនាំគ្នាមានអីតានាំគ្នាហមម៉ែអីណែក្មួយខាងនោះមកសូត្រមកហើយមកហើយណាក្មួយខាងនោះមកសូត្រមកវិញ
ប្រិមិត្តជាទីមេត្រីបទចម្រៀងជាច្រើនដែលបង្ហាញជូនដោយសិល្បករសិល្បករនីនិងមានការចូលរួមលេងកម្សាន្តបាទដោយពិធីករពិធីការនីគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់សមាគមទូរទស្សន៍កម្ពុជាតែងតែថតកម្មវិធីនេះដើម្បីនឹងផ្ញើជូនទាំងទស្សនីយភាពជូនដល់ប្រជាពលរដ្ឋខ្មែរទស្សនាទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសផងដែរឥឡូវនេះអ្នកនាងសំនៀងតើយើងមានបទចម្រៀងអ្វីដើម្បីនឹងផ្ដល់ជូនដល់ប្រិមិត្តយើងបន្តទៅទៀតបាទចាជាបន្តទៅទៀតនេះយើងក៏មានការបកស្រាយនៅបទចម្រៀងជាចង្វាក់ប្រពៃណីជាតិខ្មែររបស់យើងពីលោករិនស្វេតនិងកញ្ញាហ៊ុនសារ៉ុនដែលបទចម្រៀងមានចំណងជើងថារំវងកម្ពុជានៅក្នុងពេលវេលានេះយើងក៏សូមផ្ញើក្តីនឹករលឹកបាទទៅដល់បងវីរៈកងទ័ពជាពិសេសបងជនភៀសទឹកដែលកំពុងតែរស់នៅតាមបន្ទាត់ព្រំដែនផងដែរបាទហើយយើងសូមអញ្ជើញប្រិមិត្តបាទចូលរួមទាំងអស់គ្នាបាទសប្បាយរីករាយនៅចង្វាក់ប្រពៃណីជាបន្តទៅទៀតបាទសូមគ្រប់អញ្ជើញឡើងរំនឹងបងបានទេរលឹងមាសម៉ែបងសូមសួស្ដីឡើងរំនឹងបងបានទេរលឹងមាសម៉ែបងសូមសួស្ដីបានឬមិនបានណាថ្លៃបានឬមិនបានណាថ្លៃឬមួយស្រីជាប់រំនឹងគេបើអូននឹងមិនទំនេរបើអូននឹងមិនទំនេរកុំឲ្យខ្មាស់គេបងសុំថយវិញចិត្តក្រៃយើងរំសុំជាប់និស័យយើងរំសុំជាប់និស័យទើបស្គាល់គ្នាថ្មីសានសប្បាយចិត្តឡើងរំមិនបងបានទេរលឹងមាសម៉ែបងសូមសួស្ដីបងបានទេព្រលឹងមាសម៉ែបងសូមសួស្ដីបានឬមិនបានណាថ្លៃ
ចាលោកលោកស្រីនាងកញ្ញាក៏ដូចជាបងប្អូនដែលកំពុងតែតាមដានទស្សនាកម្មវិធីពិសេសរបស់សមាគមទូរទស្សន៍កម្ពុជាចាវត្តមានរបស់សិល្បករសិល្បករនីពិសេសគឺវរៈសិល្បករសិល្បករនីចាជាច្រើនរូបទៀតដែលកំពុងតែត្រៀមនៅបទចម្រៀងព្រោះថាបទក្រោយបន្តទៀតនេះគឺជាបទចម្រៀងរបស់ចាលោកស្រីហឹមស៊ីវនបាទបទចម្រៀងជាបន្តនេះគឺចង្វាក់តលុងក៏ជាចង្វាក់មួយដែលយើងតែងតែរាំលេងសប្បាយហើយកម្រនឹងសូវមានសិល្បករយកមកច្រៀងនៅក្នុងកម្មវិធីផ្សេងៗប៉ុន្តែថ្ងៃនេះលោកស្រីហឹមស៊ីវនបានលើកយកនៅបទចម្រៀងដែលមានចំណងជើងថាអូនស្រណោះព្រោះនឹកបាទបទនេះជាចង្វាក់តលុងបាទអញ្ចឹងចង្វាក់តលុងនេះបងប្អូនមួយចំនួនប្រហែលជាពិបាកនៅក្នុងការរាំអត់សូវប្រកែរាំអញ្ចឹងអាចមើលបទចម្រៀងមួយនេះមើលបងប្អូនសិល្បករយើងរាំជាពិសេសគឺវីរៈសិល្បកររៀមច្បងនៅលោកនៅតែពូកែទោះបីជាវ័យកាន់តែច្រើនប៉ុន្តែកម្លាំងពលំនៅក្នុងការសម្ដែងទេពកោសល្យសិល្បៈគឺនៅតែរស់រវើកធ្វើឲ្យយើងអ្នកគ្នារៀនសូត្រពីបងបានច្រើនចាចេញមកគឺឆាលតែម្ដងមុននេះនៅខាងក្រោមរីតាគាត់បានប្រាប់ថាបងសិល្បកររៀមច្បងមើលទៅគាត់ស្រឡាញ់ណាវ័យច្រើនហើយលះចកេះគៀកដៃជើងគាត់នៅតែស្អាតបាទអញ្ចឹងបានតែងតែនិយាយគ្នាថាពេលដែលក្មេងៗសកលក្រោយយើងអត់សូវប្រកែរាំអញ្ចឹងយើងត្រូវតែមើលដោយសារតែយើងទាំងអស់គ្នាគឺជាអ្នកស្នងពីបងទាំងអស់គ្នាចង់ឲ្យឱកាសនៃពិធីបុណ្យចូលឆ្នាំយើងឃើញសិល្បករចំនួនក្រោយយើងទាំងអស់គ្នានេះចេះបត់ប្រពៃណីយើងឲ្យច្រើនរាំឲ្យស្អាតរាំឲ្យត្រូវទម្រង់ចាដូច្នេះយើងខ្ញុំក៏សូមគោរពអញ្ជើញពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាការផ្សាយពិសេសចាសូមអញ្ជើញឡើងរាំលេងកម្សាន្តទាំងអស់គ្នាដូចតទៅស្រណងធ្លាក់ភ្លៀងលៀងស្លឹកឈើខ្
ទស្សនិកជនកំពុងតែទស្សនាយ៉ាងយកចិត្តនៅកម្រងទស្សនីយភាពដែលកំពុងតែបង្ហាញនៅក្នុងបាទកម្មវិធីផ្សាយដែលរៀបចំឡើងដោយសមាគមទូរទស្សន៍កម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឥឡូវនេះយើងខ្ញុំសូមផ្លាស់ប្ដូរបរិយាកាសលោកនាងកញ្ញាបន្តិចមកតាមដាននៅបទចម្រៀងមួយបទក្រោមចំណងជើងថាឆ្នាំអូន31ក៏ប៉ុន្តែបើសិនជាមើលវ័យហើយជាទំនោរមិន31ទេតែសង្ឃឹមថាបងក៏31ទៅចុះគាត់ជាតារាសម្ដែងផងគាត់ជាតារាកំ pl ែងផងហើយគាត់ក៏ច្រៀងបានទៀតបងប្អូនបែរជានៅចាំបើសិនជាខ្ញុំប្រកាសឈ្មោះគាត់ទៅបងប្អូនថាអូបាទស្គាល់តែម្ដង31មែនណោះអត់ទេឥឡូវនេះទុកឲ្យបងប្អូនទស្សនិកជនមើលបងស្រីថាពិតជា31មែនទេបកស្រាយជូនដោយបាទអ្នកនាងសំពូលីដាដូច្នេះសូមអញ្ជើញទស្សនិកជនបន្តរីឌីទស្សនាដូចតទៅបាទពីដើមគេអង្គជាង100អ្នកម្ដងទៅហើយនៅតែផងគួរស្ដាយដែរដល់មកឥឡូវជ្រុលអចារៃហើយលេងមកពេលដែលចង់បាប់ដៃចង់រៃឆ្នាំនេះ31ខ្ញុំត្រូវតែត្រង់តែប្រឹកតែព្រឹកទីមួយចាំមើលគូប្រាគូប្រេងក្មេងឬយ៉ាងណា6ងាផ្លាយអូយស្លាប់ហើយខ្ញុំ
ចាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាបន្តសូមអញ្ជើញទស្សនានៅបទចម្រៀងរំវងលងស្នេហ៍ដែលបកស្រាយដោយកញ្ញាអុកសុវណ្ណរីដូច្នេះសូមអញ្ជើញទូរទស្សនិកជនទស្សនាដូចតទៅទស្សនិកជនកំពុងទទួលសនាការផ្សាយនៅក្នុងឱកាសអបអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលរៀបចំឡើងដោយសមាគមទូរទស្សន៍កម្ពុជានៅក្នុងឱកាសនេះយើងខ្ញុំសូមអញ្ជើញលោកអ្នកនាងកញ្ញាមកទស្សនានៅបទចម្រៀងមួយបទដែលបកស្រាយជូនដោយលោកឈើកូឡាលោកឈើកូឡាគឺជាបេក្ខជនបាទដែលមានពិការភាពដែលគាត់បានចំណាត់ថ្នាក់លេខ 2នៅក្នុងការប្រឡងចម្រៀងជនពិការទូទាំងប្រទេស
ដូច្នេះសូមអញ្ជើញទស្សនិកជនទស្សនានៅការបកស្រាយពីសំណាក់លោកឆើយកូឡាដូចតទៅ នាងណែ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 នាងក្រមុំលោណាំងអូនសំអើយសំចង្កេះមួយក្តាំចង់ចាប់ណាងខ្ញុំរឹករុំទុំក្រមុំនាងកើតឆ្នាំអីរឹករុំទុំក្រមុំនាងកើតឆ្នាំអីលេយេយោយោយេលេឌីលេយេយោឡូឌី ឬក៏ជាទេវតាក្រអូបជាការចំបាចំបេអូក្នុងលោកីស្រីល្អជាងគេលេយេយោយោយេលេឌីលេយេយោឡូឌី ក៏ជាទេវតាក្រអូបជាការចំបាចំបេអូក្នុងលោកីស្រីល្អជាងគេលេយេយោយោយេលេឌីលេយេយោឡូឌី មេតាណាស្រីប្រណីសុំប្រណីបងផងកុំអៀនអីណានួនល្អថាមាត់មួយម៉ាត់មកឬស្នេហ៍ស្នងឲ្យបងចង់កព្រងស្រីសូមប្រណីប្រយ័ត្នបងខ្សែគ្រោះអូនអូ ប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែមានភាពរីករាយជាបន្តទៀតអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងខ្ញុំទាំងអស់គ្នាថ្ងៃនេះបានចូលរួមជាមួយនឹងសមាគមទូរទស្សន៍ជាតិកម្ពុជាចូលរួមជាមួយនឹងវត្តមានសិល្បករសិល្បករនីទាំងអស់ផ្ដល់ជូននៅបទចម្រៀងក៏ដូចជាក្បាច់រាំយ៉ាងពិសេសជូនទៅដល់អស់លោកអ្នកផងដែរទូយ៉ាងនៅក្នុងថ្ងៃនេះយើងក៏មានការចូលរួមយ៉ាងពិសេសដូចគ្នាពីសិល្បកររៀមច្បងជាច្រើនរូបដែលបានចូលរួមជាមួយនឹងកម្មវិធីដូច្នេះបទចម្រៀងជាបន្តទៅទៀតនេះគឺជាបទចម្រៀងដែលមានចំណងជើងថាឆ្នាំងចាស់បាយឆ្ងាញ់ដែលជាការបកស្រាយរួមគ្នាសិល្បកររៀមច្បងរបស់យើងចំនួន4រូបចូលគ្នាតែម្ដងនៅក្នុងនោះមានវត្តមានតារាកំប្លែងដ៏ល្បីល្បាញគឺវត្តមានរបស់លោកស្រីជុំអ្នកស្មីហៅស្រីទូចវត្តមានរបស់លោកស្រីសុនណារីម៉ូនីកានៅក្នុងនោះក៏មានវត្តមានរបស់បងស្រីគីងសូរិយានិងបងស្រីសំពូលីដាដូច្នេះក្នុងពេលនេះក៏សូមអនុញ្ញាតគ្រប់អញ្ជើញប្រិយមិត្តទស្សនិកជនសិល្បករសិល្បកររបស់យើងទាំងអស់រីករាយជាមួយនឹងកម្មវិធីជាបន្តដូចតទៅសូមគ្រប់អញ្ជើញ
បទចម្រៀងជាបន្តនឹងញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយរីករាយជាបន្តទៅទៀតនៅក្នុងចង្វាក់ប្រពៃណីជាតិខ្មែរយើងដោយច្រើនដែលមានការចូលរួមរាំលេងកម្សាន្តដោយពិធីករពិធីការនីនិងសិល្បករសិល្បករនីដោយច្រើនផងដែរសម្រាប់ថ្ងៃនេះចាហើយនៅក្នុងថ្ងៃនេះចាលោកដែលមានឈ្មោះថារាជបាទគឺប្រាថ្នាចាឡើងមកបកស្រាយនៅបទចម្រៀងមួយបទដែលមានចំណងជើងថាដេកសុកស្រាប់តែពេញកំឡោះបាទខ្ញុំឆ្ងល់នេះបាទផណាអាចជួយជំរាបបានទេថាហេតុអីបានជាគេងសុកគេងចាបាទដេកសុកពេញកំឡោះបាទអញ្ចឹងមានតែបកគោទូនាទីលោករាជប្រាថ្នានឹងឆ្លើយទៅអ្នកនាងសំនៀងបាទឆ្លៀតនៅក្នុងឱកាសនេះផងដែរក៏សូមបាទជួនរួមជាទាំងអស់ជាពិសេសមិត្តយុវវ័យបាទចូលរួមនិយាយថាទេនឹងនៅឲ្យឆ្ងាយពីគ្រឿងញៀនលោកអ្នកអាចទាញយក app No Track បានបាទគឺចូលទៅកាន់ Play Store សម្រាប់ទូរស័ព្ទ Samsung និង App Store សម្រាប់បងប្អូនដែលប្រើទូរស័ព្ទដៃ iPhone បាទចូលរួមបាទគឺទាញយក app No Track នេះហើយរាយការណ៍ព័ត៌មានទាំងឡាយណាតាក់ទងជាមួយនឹងការចរាចរណ៍គ្រឿងញៀនហើយរាល់ការរាយការណ៍របស់អស់លោកអ្នកគឺមិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេបាទចូលរួមធ្វើឲ្យសហគមន៍គ្មានគ្រឿងញៀន 100% ផងដែរបាទចាសូមឆ្លើយថាទេចំពោះគ្រឿងញៀនខណៈនេះចាសូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នារីករាយកម្សាន្តដូចតទៅក្រោកឡើងស្រាប់តែពេញកំឡោះភ័យខ្លាំងណាស់កំឡោះបាត់ធំប៉ុណ្ណានៃក្នុងខ្លួនចេះតែមិនទេចេះតែញ័រជើងញ័រដៃក្រោកឡើងអង្គុយតែភ័យកំឡោះហើយខ្ញុំគួរធ្វើបែកទៅដេកសុកម៉ែដាស់ថាតកាប្រពន្ធធ្វើអីមិនត្រូវទើបតែកំឡោះយប់មិញសោះភ្លឺឡើងបានប្រពន្ធឆាយឆៅអីយយគួរធ្វើមិនទៅឥឡូវបានការប្រពន្ធហើយខ្ញុំដេកសុកក្រោកឡើងខ្ញុំយល់សប្សោះខកចិត្តអស់ស្មានថាបានប្រពន្ធនឹងគេការពិតខ្ញុំយល់សប្សងព្រោះអីម៉ែខ្ញុំគាត់ជេរពលឺឡើងដេកមិនក្រោកទេរវល់មកមើលចង់បានស្នេហាដេកសុកនឹកទៅក៏ចង់មានគូដែរចង់ដូចគេមានគូទៅមិនដឹងល្អយ៉ាងណាទៅបនមិនដើរគ្នាទៅវត្តទិញម្ហូបបណ្ដាគ្នាទៅផ្សារមិនដឹងថាស្វីតយ៉ាងណាបើថាពេលនេះខ្ញុំមានគូក្រោកឡើងស្រាប់តែពេញកំឡោះភ័យខ្លាំងណាស់កំឡោះបាត់ធំប៉ុណ្ណានៃក្នុងខ្លួនចេះតែមិនទេចេះតែញ័រជើងញ័រដៃក្រោកឡើងអង្គុយតែភ័យកំឡោះហើយខ្ញុំគួរធ្វើបែកទៅដេកសុកម៉ែដាស់ថាតកាប្រពន្ធធ្វើអីមិនត្រូវទើបតែកំឡោះយប់មិញសោះភ្លឺឡើងបានប្រពន្ធឆាយឆៅអីយយគួរធ្វើមិនទៅឥឡូវបានការប្រពន្ធហើយខ្ញុំដេកសុកក្រោកឡើងខ្ញុំយល់សប្សោះខកចិត្តអ
ខ្ញុំយល់សពសងព្រោះអីម៉ែខ្ញុំគាត់ជេរពលឺឡើងដេកមិនក្រោកទេរវល់មកមើលចង់បានស្នេហាដេកសុកសុកនឹកទៅក៏ចង់មានគូដែរចង់ដូចគេមានគូទៅមិនដឹងល្អយ៉ាងណាទៅបនបណ្ដាគ្នាទៅវត្តទិញម្ហូបបណ្ដាគ្នាទៅផ្សារមិនដឹងថាស្វីតយ៉ាងណាបើថាពេលនេះខ្ញុំមានគូដែរបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាបន្តទៅទៀតលោកអ្នកនឹងបានទស្សនានៃការបកស្រាយនៅបទចម្រៀងជាបន្តដែលមានចំណងជើងថាស្រណោះម្លប់ដូងចាបទចម្រៀងស្រណោះម្លប់ដូងនេះនឹងធ្វើការបកស្រាយដោយកញ្ញាទេពីរួមជាមួយនឹងកញ្ញាឡោមលក្ខណាដូច្នេះសូមក្រុមជើងសិល្បករសិល្បករនីក៏ដូចជាពិធីករពិធីការនីនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងតែតាមដានទស្សនានៅការផ្សាយពិសេសនេះនៅតាមគេហដ្ឋានអញ្ជើញចូលរួមរំលែងកម្សាន្តដោយមេត្រីចាអរគុណច្រើនឥឡូវនេះបន្តនៅចង្វាក់ថ្មីមួយទៀតដូចថាមិនទាន់ចេញចង្វាក់នេះនៅឡើយនោះទេដែលបងប្អូនទន្ទឹងរង់ចាំឡើងរំលេងកំសាន្តចាបែបកន្ទ្រឹមវិញម្ដងចាបទហ្នឹងគឺបើនិយាយទៅគឺលែងត្រូវនាងខ្ញុំហ្នឹងការយកប្តីចាបទហ្នឹងបើនិយាយត្រូវនារីក្រមុំដែលអត់ទាន់មានគ្រួសារបាទអញ្ចឹងផ្ញើជូនទៅដល់ក្រមុំខ្មែរទាំងអស់ដែលអត់ទាន់មានគ្រួសារព្រោះបទនេះមានចំណងជើងថា
ការយកប្តី ចាការយកប្តីបាទបទចម្រៀងនេះបកស្រាយដោយកញ្ញាឈិនមនិចហើយមុននេះក្រុមការងារយើងបោះមកថាឈិនមនិចការយកប្តីចាអូសួរទៅតារាចម្រៀងវិញចាអញ្ចឹងចាំឲ្យមនិចជាអ្នកបកស្រាយសូមអញ្ជើញពុកម៉ែបងប្អូនឡើងរំលេងកម្សាន្តជាមួយនឹងបទចម្រៀងដែលបកស្រាយជូនដោយកញ្ញាឈិនមនិចសូមអញ្ជើញឆ្នាំថ្មីមកដល់ទៀតហើយម៉ែសួរចម្លើយអង្ការយកប្តីឆ្នាំថ្មីមកដល់ទៀតហើយម៉ែសួរចម្លើយអង្ការយកប្តីបងឯងកូនពីរបីហើយតែវ័យប្រញាប់ការប្តីនៅធ្វើអីប្រយ័ត្នហួរដលេជួបមុខពួកម៉ែម្ដងគេសួរញ៉ៃញងសំនួនដែលជួបមុខពួកម៉ែម្ដងគេសួរញ៉ៃញងសំនួនដែលពួកម៉ែការប្តីអស់ហើយកូន3 4 5ហើយតើឯងនេះនាងកាយកប្តីសំនួរចាក់ដោតងឹងឡើងអ្នកណាទៅនឹងបើវាមិនជួបហើយដូចជាមិនជួបតែប្របោកនឹងប្រមុខខលខ្លះសំនឹងឃើញតែទ្រាំខ្លះវិញចូលមកប្រឹងតែបោកសួរដល់ឆោតឲ្យយកព្រិចទៅម៉ែអើយកុំខឹងកូនណាកូនសន្យាថានឹងខំរកបើសិនបានជួបពួកគាត់កូននឹងជំរាបប្រាប់ម៉ែឲ្យដឹងបើជួបសុំមើលចិត្តសិនរបស់ពិតឬមួយคล้ายចាំឆ្នាំក្រោយក៏វាមិនហួរដែរឆ្នាំថ្មីមកដល់ទៀតហើយម៉ែសួរចម្លើយអង្ការយកប្តីឆ្នាំថ្មីមកដល់ទៀតហើយម៉ែសួរចម្លើយអង្ការយកប្តីបងឯងកូនពីរបីហើយតែវ័យប្រញាប់ការប្តីនៅធ្វើអីប្រយ័ត្នហួរដលេជួបមុខពួកម្នាក់ម្ដងគេសួរញ៉ៃញងសំនួនដែលជួបមុខពួកម៉ែម្ដងគេសួរញ៉ៃញងសំនួនដែលពួកម៉ែការប្តីអស់ហើយខ្លះកូន2 3 4ហើយតើឯងនេះនាងកាយកប្តីសំនួរចាក់ដោតម្លឹងអ្នកណាទៅនឹងបើវាមិនជួបដែរបែរជាមិនជួបតែគំប់នឹងប្រមុខខលខ្លះសំលឹងឃើញតែទ្រាំខ្លះវិញចូលមកប្រងតែបោកសួរដូចឆោតឲ្យយកមិនដេញទៅម៉ែអើយកុំខឹងកូនណាកូនសន្យាថានឹងខំរកបើសិនបានជួបពួកគាត់កូននឹងជំរាបប្រាប់ម៉ែឲ្យដឹងបើជួបសុំមើលចិត្តសិនរបស់ពិតឬមួយคล้ายចាំឆ្នាំក្រោយក៏វាមិនហួរដែរចាំឆ្នាំក្រោយក៏វាមិនហួរដែរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកអ្នកនាងកំពុងតាមដានទស្សនានៅផ្ទាំងទស្សនីយភាពសិល្បៈចម្រុះដែលរៀបចំឡើងដោយសមាគមទូរទស្សន៍កម្ពុជាដើម្បីជាការអបអរសាទរในឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលនេះយើងខ្ញុំសូមអញ្ជើញទស្សនិកជនមកតាមដានទស្សនានិងរាយស្ដាប់នៅបទចម្រៀងមួយបទក្រោមចំណងជើងថាកញ្ជងក្រឹមបទចម្រៀងកញ្ជងក្រឹមនេះបកស្រាយជូនដោយលោកហ្វីរីកនិងកញ្ញានីតាដូច្នេះមិនមួយអង្គយូរទេសូមអញ្ជើញទស្សនិកជនទេសនានិងរាំលេងកម្សាន្តដូចតទៅចា៎ចងក្រឹមឃើញធៀងញញឹមគួរឲ្យស្នេហាអូនអើយកូនចៅលោកណាអូនអើយកូនចៅលោកណាដូចកូនទេវតាមកពីសុគីដូចកូន
នទេវតាមកពីសុគីក្រឹមឲ្យចងក្រឹមកុំកេងសង្ឃឹមនាំតែវេទនាចងក្រឹមណាឲ្យចងក្រឹមកុំកេងសង្ឃឹមនាំតែវេទនាតែងកាសនេះដូចជាកូនធាតែងកាសដូចជាកូនធាមកបានជាគ្នាប្រែទ្រង់ស្លាប់ហើយមកបានជាគ្នាប្រែទ្រង់ស្លាប់ហើយ មុំណាស់ឃើញមុំកុំវីរខំខ្លាំងពេកឆោបឆាយឃើញមុំណាស់ឃើញមុំកុំវីរខំខ្លាំងពេកឆោបឆាយមុខនឹងឯយ៉ាច្បាស់ជាមេម៉ាយមុខនឹងឯណាច្បាស់ជាមេម៉ាយមិនខ្ចីកេងស្ដាយនាំខាតទឹកភ្នែកមិនខ្ចីកេងស្ដាយនាំខាតទឹកភ្នែក ប្រលឹងឲ្យកុំអាលយំស្រែកប្រលឹងឲ្យណាកុំអាលយំស្រែកព្រោះអូនប្រកាយទៅបងប្រកាន់ព្រោះអូនប្រកាយទៅបងប្រកាន់ ចងក្រឹមណាអីចងក្រឹមឃើញទាំងញញឹមគួរឲ្យស្នេហាចងក្រឹមណាអីចងក្រឹមឃើញទាំងញញឹមគួរឲ្យស្នេហាអូននៅកូនចៅលោកណាអូននៅកូនចៅលោកណាដូចកូនទេវតាមកពីសុគីដូចកូនទេវតាមកពីសុគី មិនខ្ចីកេងស្ដាយនាំខាតទឹកភ្នែកមិនខ្ចីកេងស្ដាយនាំខាតទឹកភ្នែកុំអាលយំស្រែកប្រលឹងឲ្យកុំអាលយំស្រែកព្រោះអូនប្រកាយទៅបងប្រកាន់ព្រោះអូនប្រកាយទៅបងប្រកាន់ ទស្សនិកជនជាទីគោរពនិងជាទីមេត្រីភាពសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមរយៈបទចម្រៀងដ៏ពិរោះដែលប្រគំជូនដោយតន្ត្រីករដែលមានស្នាដៃល្អក៏ដូចជាអ្នកចម្រៀងដែលជាអ្នកចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីឈ្មោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបក៏ត្រូវបានបញ្ចប់ហើយអ្វីដែលយើងឃើញហើយចំណេញមែនតែននិចដឹងអត់ ចាបង បាទគឺតាមរយៈក្បាច់រាំប្រជាប្រិយខ្មែរដែលត្រូវបានបង្ហាញតាមរយៈកញ្ចក់ទូរទស្សន៍ហើយដោយដែលលោកអ្នកនាងបានជ្រាបហើយថាសម័យនេះគឺមិនមែនមើលឃើញតែត្រឹមទូរទស្សន៍ទេតាម app តាម YouTube តាម social media ដទៃទៀតក៏បានឃើញហើយអ្វីដែលយើងចំណេញគឺបានបង្ហាញនៅអត្តសញ្ញាណជាតិយើងទៅកាន់ពិភពលោកថាខ្មែរពិតជាមានអត្តសញ្ញាណដោយខ្លួនឯងមានវប្បធម៌ដ៏ចំណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បាទលោកស្រីនិងកញ្ញាជាទីគោរពនិងជាទីមេត្រីនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំបូមីអត្តស័កពុទ្ធសករាជ2569ឈានចូលពុទ្ធសករាជ2570
យើងខ្ញុំតំណាងឲ្យអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាក៏សូមលើកហាត់ប្រណម្យបួងសួងទៅដល់ទេវតាឆ្នាំថ្មីព្រះនាមរាខៈសាទេវីបាទជួយថែរក្សាបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទូទាំងប្រទេសជាពិសេសសូមជួយថែរក្សាអភិបាលគុំក្រងថ្នាក់ដឹកនាំរបស់យើងសូមឲ្យលោកមានសុខភាពល្អបញ្ញាញាណភ្លឺថ្លាក៏ដូចជាជនមានអាយុយឺនយូរហើយយើងខ្ញុំមិនភ្លេចទេនៅក្នុងឱកាសដ៏សប្បាយរីករាយនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក៏យើងតែងរលឹកនឹកដល់វីរៈកងទ័ពយើងដែលកំពុងតែឈរជើងការពារតាមបណ្ដោយព្រំដែនហើយក៏ដូចជាបងប្អូនដែលជាក្រុមគ្រួសាររបស់វីរៈកងទ័ពរបស់យើងក៏ដូចជាបងប្អូនដែលជាជនភៀសសឹកបាទដែលកំពុងតែរស់នៅតាមជំរំជនភៀសសឹកនានាក៏សូមផ្ដាំផ្ញើនៃក្តីនឹករលឹកហើយក៏សូមចូលរួមសប្បាយរីករាយទាំងអស់គ្នាហើយនៅក្នុងឱកាសនេះក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពរបស់យើងដែលបានពលីជីវិតនៅក្នុងការការពារបូរណភាពទឹកដីសូមយល់យកកំណើតនៅក្នុងសុគតិភពនិងទីឋានដ៏ខ្ពង់ខ្ពស់កុំបីឃ្លៀងឃ្លាតឡើយនិច្ចជាបន្តទៅទៀតនេះអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាក៏បានចូលរួមចំណែកជាមួយនឹងសមាគមទូរទស្សន៍កម្ពុជាយើងមានទស្សនីយភាពជាបន្តទៀតបាទមានអ្វីខ្លះចាអរគុណនៅក្នុងវគ្គនេះចានាងខ្ញុំអង្គនិកព្រមទាំងលោកប៊ូម៉ាញ់យូក៏បាននាំយកបទចម្រៀងដ៏ពិរោះពិរោះពីសិល្បករសិល្បករនីដែលមកពីចាផលិតកម្ម Galaxy តផងដែរចានៅក្នុងវគ្គនេះនាងខ្ញុំសូមលើកយកបទចម្រៀងដែលមានចំណងជើងថាបងជាកំឡោះពុះម៉ាយចាបទនេះចាបកស្រាយដោយកញ្ញាហិនលីដាចាបាទសូមគោរពអញ្ជើញទស្សនាស្រាប់កំសាន្តនិងរាំលេងកំសាន្តទាំងអស់គ្នាបាទឆោមឆាយតើគួស្មឹងទេបងជាកំឡុងពោះម៉ាយគិតសិនឆោមឆាយតើគួស្មឹងទេចង់រស់នៅបែបទំនេរព្រោះអីខ្លាចតើស្នេហ៍ឲ្យមងសាចង់រស់នៅបែបទំនេរព្រោះអីខ្លាចតើស្នេហ៍ឲ្យមងសាស្នេហាកុំអើប្រញាប់យ៉ាប់ឬមិនយ៉ាប់អូនសើបសិនទៅស្នេហាសំស្រឡាញ់ឲ្យច្បាំងច្បាំងជុំអូនក៏ធ្វើបុណ្យដែរថ្លៃបបសងយកប្តីសំស្រឡាញ់ឲ្យច្បាំងច្បាំងហៀងក្តីមិនប្រែក្រឡងចូលដល់ចាំងចាំងតប្របីនៃហៀងក្តីមិនប្រែក្រឡងចូលដល់ចាំងចាំងតប្របីនៃចង់បានតែមនុស្សច្បាំងលោឲ្យតែចិត្តស្មងមិនប្រកាន់ទេថ្លៃចង់បានតែមនុស្សច្បាំងលោឲ្យតែចិត្តស្មងមិនប្រកាន់ទេថ្លៃថ្មីបាបងជាពងម៉ាយបើល្អចិត្តកាយអូនក៏ព្រមស្មឹងថ្មីបាបងជាពងម៉ាយបើល្អចិត្តកាយអូនក៏ព្រមស្មឹង
ស្មងមិនប្រកាន់ទេថ្លៃថ្មីបាបង្គាពងម៉ាយបាល្អចិត្តកាយអូនក៏ព្រមស្មឹងថ្មីបាបង្គាពងម៉ាយបាល្អចិត្តកាយអូនក៏ព្រមស្មឹង ក
គ្រូទស្សនិកជនជាទីគោរព
កម្មវិធីសិល្បៈបុរាណសម័យគ្រប់ទម្រង់ដែលមានការអញ្ជើញចូលរួមពីវរៈសិល្បករសិល្បករនីពិធីករពិធីករនីដែលអញ្ជើញមកពីស្ថានីយ៍ទូរទស្សន៍និងវិទ្យុរដ្ឋនិងឯកជនដែលបានរួមគ្នារៀបចំនូវទស្សនីយភាពសប្បាយរីករាយដើម្បីជាការអបអរសាទរនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុរសករាជ2570ត្រូវនឹងគ្រិស្តសករាជ2026ទេវតាព្រះនាមរាជសាទេវីបុត្រីទី3កបិលមហាព្រហ្មដែលទ្រទស្សនិកជនបានតាមដានទស្សនានៅពេលនេះសូមបញ្ចប់តែប៉ុណ្ណេះនៅក្នុងឱកាសនេះផងដែរយើងខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវីរៈសិល្បករសិល្បករនីពិធីករពិធីករនីដែលអញ្ជើញមកពីស្ថានីយ៍ទូរទស្សន៍វិទ្យុរដ្ឋនិងឯកជនដែលបានអញ្ជើញចូលរួមញ៉ាំងឲ្យកម្មវិធីនេះប្រកបដោយភាពសប្បាយរីករាយហើយនាងខ្ញុំតាំងនាមឲ្យសមាគមទូរទស្សន៍កម្ពុជាក៏សូមគោរពថ្លែងអំណរគុណជូនចំពោះអ្នកអុកញ៉ាគិតម៉េងនិងលោកជំទាវអ្នកអុកញ៉ាម៉ៅចំណានដែលបានផ្ដល់ទីតាំងនិងក្រុមការងាររៀបចំនៅកម្មវិធីសិល្បៈដើម្បីចូលរួមអបអរសាទរនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរក៏មានការចូលរួមឧបត្ថម្ភគាំទ្រពីអ្នកអុកញ៉ាសំអាងវឌ្ឍនៈដែលបានគាំទ្រទាំងថវិកាកម្លាំងកាយកម្លាំងចិត្តជូនដល់វីរៈសិល្បករសិល្បករនីក៏ដូចជាពិធីករពិធីករនីដែលធ្វើឲ្យកម្មវិធីនេះគឺដំណើរការទៅយ៉ាងរលូនទ្រទស្សនិកជនជាទីគោរពនាងខ្ញុំតាំងនាមឲ្យសមាគមសិល្បករសិល្បករនីនិងសមាគមទូរទស្សន៍កម្ពុជាគឺសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះទូរទស្សនិកជនដែលបានតាមដានទស្សនាដោយយកចិត្តទុកដាក់នៅកម្មវិធីសិល្បៈដែលអបអរសាទរនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះនាងខ្ញុំតាំងនាមឲ្យសមាគមទូរទស្សន៍កម្ពុជាសូមលំអោនកាយក្រាបថ្វាយបង្គំថ្វាយព្រះរាជសពសាធុការពរថ្វាយព្រះករុណាព្រះមហាក្សត្រនៃព្រះជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាខ្មែរសូមព្រះអង្គទាំងទ្វេទទួលបាននៅព្រះរាជសពសាធុការពរមហាប្រសើរមានព្រះជន្មយឺនយូរជាងរយព្រះវស្សាហើយយើងខ្ញុំទាំងអស់គ្នាក៏សូមគោរពជូនពរដល់ទ្រទស្សនិកជនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមទទួលបាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកុំបីឃ្លៀងឃ្លាតឡើយនិងជាពិសេសនោះសូមទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីបុត្រីទី3កបិលមហាព្រហ្មសូមប្រទានពរជ័យមហាប្រសើរជូនដល់វីរៈកងទ័ពកម្ពុជារបស់យើងដែលកំពុងតែឈរជើងយ៉ាងអង់អាចក្លាហានក្នុងការការពារទឹកដីដើម្បីកូនចៅជំនាន់ក្រោយនិងផ្ដល់ជូននៅសេចក្តីសុខសេមក្សាន្តជូនដល់ប្រជាពលរដ្ឋកម្ពុជានៅពេលនេះនាងខ្ញុំក៏ដូចជាវីរៈសិល្បករសិល្បករនីពិធីករពិធីករនីទាំងអស់សូមក្រាបថ្វាយបង្គំលានិងជម្រាបលា